ជំរាបសួរបងប្អូនមេដាបេដាទាំងអស់គ្នាខ្ញុំបាទទីចាំដិតសុបរិនទីចាំដិតជាបាលជំងឺទូទៅនិងឯកទេសរកកុមារវីដេអូថ្ងៃនេះខ្ញុំចង់និយាយអំពីការលូតលាស់និងការអភិវឌ្ឍរបស់កុមារការអភិវឌ្ឍរបស់កុមារមិនមែនសំដៅទៅលើការឡើងទម្ងន់ឬក៏កម្ពស់ប៉ុណ្ណោះទេប៉ុន្តែវារួមមានការរៀននិយាយការដើរការលេងនិងការទំនាក់ទំនងជាមួយអ្នកដទៃផងដែរជាទូទៅកុមារភាគច្រើនអាចញញឹមតបបាននៅអាយុប្រហែលជា2ខែអាចអង្គុយបានដោយខ្លួនឯងនៅអាយុប្រហែល6ខែឈរឬដើរបាននៅអាយុប្រហែល1ឆ្នាំនិយាយពាក្យសាមញ្ញដូចជាម៉ាក់ឬក៏ប៉ានៅអាយុប្រហែលជា1ឆ្នាំនិងអាចនិយាយឃ្លាខ្លីៗនិងធ្វើតាមការណែនាំសាមញ្ញបាននៅអាយុប្រហែលជា2ឆ្នាំឪពុកម្ដាយគួរពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើកូនរបស់លោកអ្នកមានស្ថានភាពដូចខាងក្រោមមិនទាន់អង្គុយបាននៅអាយុ9ខែមិនទាន់ដើរបាននៅអាយុ18ខែមិនទាន់និយាយពាក្យមានន័យស្ដាប់បាននៅអាយុ18ខែមិនសូវមើលមុខឬឆ្លើយតបពេលដែលគេហៅឈ្មោះបាត់បង់ជំនាញដែលធ្លាប់ចេះរួចពីមុនមកហើយសូមចងចាំថាការរកឃើញបញ្ហាអភិវឌ្ឍខុសប្រក្រតីរបស់កុមារបានឆាប់រហ័សអាចជួយឲ្យកុមារទទួលបានការដោះស្រាយគាំទ្រនិងការបណ្ដុះបណ្ដាលសមស្របតាន់ពេលវេលាប្រសិនបើលោកអ្នកមានការព្រួយបារម្ភពីការលូតលាស់ខុសប្រក្រតីរបស់កូនលោកអ្នកសូមនាំកូនមកពិគ្រោះជាមួយនឹងគ្រូពេទ្យសូមបញ្ជាក់ថាព័ត៌មានដែលខ្ញុំចែករំលែកមានគោលបំណងអប់រំសុខភាពតែប៉ុណ្ណោះគ្រប់ពេលដែលអ្នកយល់ថាកូនរបស់លោកអ្នកមានបញ្ហាសុខភាពសូមមកពិគ្រោះជាមួយនឹងគ្រូពេទ្យឬក៏បុគ្គលិកសុខាភិបាលដែលនៅជិតលោកអ្នកបំផុតសូមអរគុណ